គោរពជំរាបសួរប្រិយមិត្តបងប្អូនថ្ងៃនេះរដ្ឋបាលឃុំជាទាលស្រុកសណ្ដាននៃខេត្តកំពង់ធំបានរៀបចំកម្មវិធីប្រណាំងទូកដើម្បីកំសាន្តសប្បាយចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំជាទាលក៏ដូចជានៅក្នុងស្រុកសណ្ដានទាំងមូលហើយរដ្ឋបាលឃុំជាទាលបានរៀបចំកម្មវិធីប្រណាំងទូកនេះគឺដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសក្រោយពេលព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងអកអំបុកសំពះព្រះខែបានបញ្ចប់កន្លងទៅហើយនេះដែលជាការសមរបស់បងប្អូនប្រជាពលរដ្ឋដែលជាកីឡាករអុំទូកបាទមុននឹងពិធីចាប់ផ្ដើមសូមបញ្ជាក់ផងដែរការរៀបចំកម្មវិធីប្រណាំងទូកនេះគឺប្រព្រឹត្តទៅនៅចំណុចទំនប់បឹងក្រហមកស្ថិតនៅក្នុងឃុំជាទាលស្រុកសណ្ដាននៃខេត្តកំពង់ធំហើយឃើញថាស្មាននេះមុនកម្មវិធីប្រណាំងទូកគឺមានបងប្អូនប្រជាពលរដ្ឋយើងបាទធ្វើដំណើរយ៉ាងច្រើនកកមកលេងកំសាន្តសប្បាយនៅត្រង់ចំណុចនៃការប្រារព្ធពិធីអុំទូកនេះបាទហើយមានទូកមួយចំនួនកំពុងតែធ្វើដំណើរមកជាបណ្ដាហើយទូកមួយចំនួនក៏បានធ្វើដំណើរមកដល់ទីតាំងនៃការប្រណាំងនេះផងដែរបាទហើយក៏មានបងប្អូនដែលជាកីឡាករអុំទូកខ្លះកំពុងតែសមដៃសមជើងដើម្បីត្រៀមនឹងការអុំទូកប្រណាំងនាថ្ងៃរសៀលខាងមុខនេះបាទហើយក៏សូមជម្រាបជូនដល់ទស្សនិកជនផងដែរបាទការកម្មវិធីនេះគឺចាប់ផ្ដើមប្រហែលជាម៉ោង12គឺនឹងចាប់ផ្ដើមដំណើរការជាបណ្ដាហើយបាទអាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋបាទដែលមានបំណងចង់ចូលរួមទស្សនានៅកម្មវិធីប្រណាំងទូកនាថ្ងៃនេះគឺរុះរាន់បាទនឹងស្រោតរូតរះប្រញាប់ធ្វើដំណើរមកទីតាំងនៃការប្រណាំងទូកដែលនៅត្រង់ចំណុចទំនប់បឹងក្រហមកឃុំជាទាលស្រុកសណ្ដានខេត្តកំពង់ធំនេះបាទហើយស្មាននេះបាទមិនទាន់ដល់ពេលវេលាដែលត្រូវប្រណាំងទេគណៈកម្មការកំពុងតែរៀបចំបាទកម្មវិធីប្រណាំងប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋយើងបាទចូលរួមប្រណាំងទូកយ៉ាងច្រើនកកផងដែរក្នុងនោះក៏មានបងប្អូនយើងដែលជាអ្នកលក់ដូរម្ហូបអាហារផ្សេងក៏មមាញឹកហើយមានការលក់ដូរយ៉ាងច្រើនមែនទែនបាទហើយនេះគឺជាទីតាំងចំណុចដែលយើងត្រូវរៀបចំប្រណាំងទូកហើយបាទឃើញថាមានបងប្អូនប្រជាពលរដ្ឋច្រើនមែនទែនបាទចូលរួមនៅថ្ងៃនេះបាទគួបផ្សំនឹងថ្ងៃនេះជាថ្ងៃ9វិច្ឆិកាទិវាឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជាផងនោះបាទហើយថ្ងៃនេះក៏រីករាយក្រៃលែងដែលរដ្ឋបាលឃុំជាទាលស្រុកសណ្ដានខេត្តកំពង់ធំដែលលោកបានខ្នះខ្នែងបាទជ្រុំជ្រែងរៀបចំនៅកម្មវិធីនេះឡើងដើម្បីចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំជាទាលក៏ដូចជាស្រុកសណ្ដានបានចូលរួមកំសាន្តសប្បាយនៅក្នុងថ្ងៃនេះផងដែរបាទសូមអរគុណ